មានមុខហូបថ្មីមកធ្វើចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបស្ងោរពោតហាវ៉ៃជាមួយនឹងឆ្អឹងជំនីជ្រូកបងប្អូនណាបាទអញ្ចឹងក៏សូមបងប្អូនងាកមកមើលនៅគ្រឿងផ្សំរបស់យើងវិញបងប្អូនណាចំពោះគ្រឿងផ្សំបងប្អូនណាមានដូចជាម្សៅស៊ុបបាទមានដូចជាប៊ីចេងមានដូចជាអំបិលស្ករសទឹកត្រីបងប្អូនណាបាទហើយនឹងមានខ្ទឹមសនិងគល់ជីវ៉ាន់ស៊ុយសម្រាប់ពេលដែលយើងដាំទឹកពុះទៅយើងបង់ដើម្បីឲ្យវាកាត់នៅឆ្អាបមានថាកុំឲ្យធំក្លិនឆ្អឹងជំនីជ្រូកបងណាហ្នឹងហើយនឹងមានស្លឹកខ្ទឹមមានជីវ៉ាន់ស៊ុយបាទខ្ញុំទិញមកចំនួន3ផ្លែបងណាប៉ុន្តែខ្ញុំយកមកខ្ញុំកាប់ជាកង់ចំនួន12ផ្លែទេបាទដោយសារតែខ្ញុំធ្វើមកកូនឆ្នាំមកល្មមហូបទេបងប្អូនហ្នឹងហើយបងប្អូនណាហ្នឹងហើយអញ្ចឹងសូមកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅមើលរបៀបនៃការស្ងោរពោតហាងឆ្អឹងជំនីជ្រូកជាមួយនឹងខ្ញុំបាទពូរ៉ាទាំងអស់គ្នាបងប្អូនណាបាទជាដំបូងបងប្អូនត្រូវតែយកឆ្នាំងមកបងប្អូនបើកទឹកមកណាហ្នឹងហើយបងប្អូនបើកទឹកដាក់ប្រហែលជាមួយល្មមបានហើយនៅឆ្អឹងជំនីជ្រូកបងប្អូនហ្នឹងហើយបាទបងប្អូនណាបាទអញ្ចឹងតែម្ដងមកបងប្អូនណាបាទហើយបងប្អូនចាប់ដើមបើកភ្លើងហ្គាសតែម្ដងមកបើនៅភ្លើងគេហើយបងប្អូនយកកម្របមកគ្របឆ្នាំងទៅបងប្អូនណាដើម្បីឲ្យទឹកយើងពុះហើយចាំបងប្អូនដាក់ឆ្អឹងជំនីជ្រូកចូលដើម្បីយើងដាក់ស្រស់វាអញ្ចឹងបងប្អូនគ្នាបាទឡើងចាប់តាមគ្របសិនទៅបាទឥឡូវទឹកយើងដាំពុះបងប្អូនហ្នឹងហើយចាប់បានបើកម្របតែម្ដងមកបាទដាក់នៅឆ្អឹងជំនីចូលតែម្ដងបងហ្នឹងហើយឆ្អឹងជំនីជ្រូកចូលតែម្ដងមកបងដាក់ជំនីចូលបងដាក់អំបិលណាហ្នឹងហើយបងដាក់អំបិលគ្រុះក៏បានអំបិលម៉ត់ក៏បានដែរបងណាហ្នឹងហើយបងប្អូនដាក់ចូលបន្តិចមកបាទដាក់អំបិលចូលបន្តិចបាទសួស្តីពុកម៉ែបងប្អូនអរគ្នាបាទឥឡូវបន្ទាប់ពីខ្ញុំបានស្រោះនៅឆ្អឹងជំនីជ្រូកហើយបាទអញ្ចឹងក៏សូមបងប្អូនចូលទៅមើលរបៀបនៃការស្ងោរពោតហាវ៉ៃជាមួយនឹងឆ្អឹងជំនីជ្រូកជាមួយនឹងខ្ញុំបាទពូរ៉ាទាំងអស់គ្នាបងប្អូនតោះដំបូងបងប្អូនត្រូវតែយកឆ្នាំងមកបងប្អូនហ្នឹងហើយចូលហ្នឹងហើយចំពោះទឹកនេះបងប្អូនខ្ញុំយកចាក់ប្រហែលជាមួយល្មមមកបងប្អូនហ្នឹងហើយហើយចូលជីវ៉ាន់ស៊ុយហើយនឹងខ្ទឹមសចូលបងប្អូនហ្នឹងហើយដើម្បីយើងដាក់ដើម្បីកាត់នៅជាតិឆ្អាបដើម្បីកុំឲ្យធំក្លិនសាច់ជ្រូកអញ្ចឹងបងប្អូនគ្នាបាទហ្នឹងហើយបន្ទាប់ពីបងប្អូនបងនៅគល់ជីវ៉ាន់ស៊ុយហើយនឹងមើមខ្ទឹមហើយបងប្អូនគ្របសិនមកបងណាគ្របចាំឲ្យទឹកយើងពុះបាទចាំបងប្អូនបងសាច់ចូលអញ្ចឹងបងប្អូនគ្នាបាទហើយសុំគ្របសិនទៅបាទឥឡូវបន្ទាប់ពីទឹកយើងបានដាំពុះមកបងប្អូនណាហ្នឹងហើយបាទបន្ទាប់ពីទឹកយើងដាំពុះហើយអញ្ចឹងរូបចូលមកតែម្ដងមកបងប្អូនណាបាទចាក់ឆ្អឹងចូលហើយបងប្អូនបងណាបងប្អូនដាក់ចូលនៅពោតរបស់យើងចូលតែម្ដងមកបងណាហ្នឹងហើយបងពោតចូលមកសារតែពោតនេះយើងដាក់រងាស់ស្ងោរទៅដាក់រងពេលដែលស្ងោរយើងវារៀងឆ្អិនយូរដែរបងណាហ្នឹងហើយអញ្ចឹងយើងដាក់ពោតចូលជាមួយនឹងសាច់ជ្រូករបស់យើងតែម្ដងមកហ្នឹងហើយអញ្ចឹងបន្ទាប់យើងកូរឲ្យបងប្អូនដាក់គ្រឿងក្រៅណាបងដាក់គ្រឿងក្រៅចូលមកតែម្ដងបងប្អូនហ្នឹងហើយឥឡូវខ្ញុំសូមដាក់ម្សៅស៊ុបបាទចំពោះម្សៅស៊ុបខ្ញុំប្រើប្រហែលជាកន្លះចុងស្លាបព្រាទេបាទអំបិលខ្ញុំប្រើមួយចុងស្លាបព្រាបាទប៊ីចេងខ្ញុំប្រើចុងស្លាបព្រាដែរចំពោះស្ករសខ្ញុំប្រើមួយស្លាបព្រាបាទទឹកត្រីណាទឹកត្រីខ្ញុំប្រើប្រហែលជា2ស្លាបព្រាណាទឹកត្រីបាទអញ្ចឹងបន្តបងនៅគ្រឿងក្រៅចូលមកបងកូរវាម្សៅហ្នឹងបងហ្នឹងហើយអញ្ចឹងបន្តបងប្អូនបានបងនៅគ្រឿងក្រៅដល់រួចរាល់អស់ហើយបងប្អូនមកគ្របតែម្ដងបងប្អូនរងាស់វារយៈពេលពី15នាទីទៅ20នាទីបងណាដើម្បីឲ្យសាច់ពោតរបស់យើងវាឆ្អិនល្អបាទហើយនឹងឆ្អឹងជ្រូកយើងវាផុយអញ្ចឹងបងប្អូនគ្នាបាទឡើងហើយខ្ញុំចាប់ដើមយកម្របមកខ្ញុំគ្រប
ពោតឲ្យជំនីជ្រូកបើយើងបានច្រើនណាស់បងប្អូនហ្នឹងហើយបន្ទាប់ពីស្ងោររយៈពេល15នាទីទៅ20នាទីបងប្អូនហ្នឹងហើយលើពោតយើងបានច្រើនហើយឥឡូវខ្ញុំសូមបិទភ្លើងហ្គាសតែម្ដងបងប្អូនណាបាទបន្ទាប់ពីច្រើនហើយខ្ញុំសូមដួសដាក់ចានតែម្ដងបងប្អូនណាបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណសូមជម្រាបលា